បន្ទាប់ពីតាក់តែងមេឃក៏ដូចជាស្រោចជីនៅតាមគល់ហើយឃើញថាចេញផ្កាហើយបាទចាប់ដើមចេញផ្កាហើយអញ្ចឹង7ទឹកគឺពេញផ្កានៅក្នុងខែ11បាទក្នុងខែ11នេះដូច្នេះហើយបានមានដើមខ្លះទៅចាប់ដើមពកផ្កាទេដើមខ្លះមេឃមួយចំនួនចេញពកផ្កាហើយដើមខ្លះគឺផ្ការីកហើយបាទអញ្ចឹងនេះគឺទិដ្ឋភាពជារួមមួយបន្ទាប់ពីតាក់តែងមេឃក៏ដូចជាប្រាជីស្រោចគល់បាទឃើញថាលាស់ត្រួយស្លឹកអីខៀវល្អបាទអញ្ចឹងក្នុងខែជាងកន្លះខែទៀតនេះនឹងប្រាជីបន្តទៀតបាទប្រាតែជីទឹកទេប្រាតែជីទឹកដែលផលិតខ្លួនឯងគឺមាន2មុខគឺជីจุลินทรีย์សង្គ្រោះពន្លឺហើយនឹងពីកាកសំណល់ផ្ទះបាយដែលផលិតខ្លួនឯងដែរបាទអញ្ចឹងឃើញថាពីមុខនេះពេលដែលស្រោចតាមគល់ហើយឃើញមានការលាស់ត្រួយស្លឹកអីគឺល្អអញ្ចឹងនៅតែបន្តប្រើជីពីមុខនេះតទៀតបាទនេះគឺខែនេះគឺឆ្នាំនេះគឺភ្លៀងតិចប៉ុន្តែទឹកនេះគឺអន្ទឹកតាមបលាយប្រហូរចូលពីបលាយធំមកបលាយក្បែរចកាហ្នឹងមកបាទគេប្រហូរពីលើមកដែរអញ្ចឹងមិនមែនជាទឹកភ្លៀងទេគឺទឹកហូរទឹកជន់ពីលើមកខាងគេខាងភ្នំខាងអីនោះគេមានភ្លៀងតែក្នុងភូមិនេះអត់មានភ្លៀងទេគ្រាន់តែយើងមានទឹកពេញបលាយកូនបលាយតូចហ្នឹងបាទហើយឃើញថាទឹកតាមបលាយហ្នឹងគឺអាចផ្គត់ផ្គង់បានមួយឆ្នាំពេញអត់ជាបញ្ហាទេសម្រាប់ទឹកហើយសម្រាប់ត្រួយ7ទឹកវិញគឺឃើញមានត្រួយខ្លះមានការសល់អិតស៊ីតិចតួចដែរបាទមានសល់អិតស៊ីតិចតួចដែរក៏ប៉ុន្តែជារួមគឺមានសភាពខៀវស្ងាត់អញ្ចឹងហើយបាទបៃតងខ្ចីខ្លះទៅបៃតងចាស់ខ្លះទៅហើយឃើញថានេះដូចជាផ្កាកំពុំល្អផ្កាច្រើនបាទហើយខ្លះទៅតែមានដោះពន្លកដោះត្រួយអីចឹងទៅអញ្ចឹងសង្ឃឹមថាបន្តទៀតហ្នឹងនឹងថតអំពីការវិវត្តរបស់7ទឹកដូចជាពេលផ្កាស្រស់គ្នាទាំងអស់ក្នុងចកាពេលក្តាប់ការថែទាំអីផ្សេងបាទអញ្ចឹងគឺជាបង្ហាញចេញពីការចាប់ផ្ដើមការចាប់ផ្ដើមរៀនយកបទពិសោធន៍ពីការដាំ7ទឹកខ្ញុំនឹងបង្ហាញបន្តទៀតហើយបើសិនបើបងប្អូនមានបទពិសោធន៍ឬក៏បងប្អូនអត់ទាន់មានបទពិសោធន៍អាចទស្សនាវីដេអូនេះហើយចំណុចណាដែលល្អបងប្អូនអាចយកតាមចំណុចណាល្អបងប្អូនអាចរំលងដូចខ្ញុំបានលើកឡើងអញ្ចឹងមិនមែនជាអ្នកជំនាញទេគ្រាន់តែចង់បង្ហាញនៅអ្វីដែលជាបទពិសោធន៍ខ្លះប៉ុណ្ណោះបាទបើទឹកនេះគឺយើងតាក់តែងមេឃយើងប្រាជីមុននឹងពេលដែលវាចាប់ផ្ដើមផ្លែចាប់ដើមផ្កាដើម្បីឲ្យបំពន់ដើមវាឲ្យល្អបាទបំពន់ដើមឲ្យមានសុខភាពល្អអញ្ចឹងទៅបានប្រកាសថាពេលដែលផ្កាផ្លែពលទឹកមានសភាពឬក៏មានកម្លាំងគ្រប់គ្រាន់ក្នុងការទុកផ្លែទុកអីចឹងទៅដើម្បីឲ្យកាន់ក្តាប់កាន់អីចឹងទៅបាទអញ្ចឹងមើលឯកសារគេបដាមើលវីដេអូរបស់គេផងដែរហើយរៀនបដាផងដែរអញ្ចឹងរៀនបដាធ្វើបដាសង្ឃឹមថានឹងទទួលបានបទពិសោធន៍តិចតួចហើយនឹងចែករំលែកបងប្អូនបន្តទៀតបាទការតាក់តែងមេឃវិញគ្រាន់តែតាក់តែងឲ្យវាស្រឡះអញ្ចឹងទៅស្រួលដើរស្រួលអីទៅដោយសារថាគិតថាមេឃខាងក្រោមវាធ្លាក់ដល់ដីក៏មិនជាប់ផ្លែផងដែរបាទអញ្ចឹងអរគុណច្រើនបងប្អូន